សួស្តីអ្នកទាំងអស់គ្នានេះជាវីដេអូ part 1 ដែលខ្ញុំទៅលេងនៅ New York ហើយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅនៅ New York មួយយប់រយៈពេល2យប់3ថ្ងៃខ្ញុំត្រូវការ flight រយៈពេល5ម៉ោងដើម្បីទៅដល់ហ្នឹងក្នុងវីដេអូហ្នឹងខ្ញុំនឹងណែនាំកន្លែងដើរលេងកន្លែងញ៉ាំកន្លែងគេងសម្រាប់អ្នកដែលមានបំណងទៅដើរលេងនៅហ្នឹងជំហានដំបូងអ្នកទាំងអស់គ្នាត្រូវត្រៀមលុយនៅក្នុង app មួយដែលមានឈ្មោះថា Tap វាងាយស្រួលនៅពេលដែលយើងជិះរថភ្លើងឬមួយក៏ឡានក្រុងដោយសារនៅហ្នឹងយើងត្រូវការដើរហើយជិះឡានក្រុងឬមួយក៏រថភ្លើងបើសិនជាយើងចំណាយលុយជិះតាក់ស៊ីគឺវាអស់ច្រើនដើរលេងសប្បាយនោះត្រាតែយើងញ៉ាំឆ្ងាញ់ដែរត្រូវអត់អញ្ចឹងខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាហាងចិនមកកន្លែងនៅក្នុងទីក្រុងហ្នឹងហ្មងហូបជាតិនៅហ្នឹងវារៀងដុតបន្តិចតែបើណាគេចូលចិត្តញ៉ាំបែបដុតហូបជាតិបែបចិនណាមកឡើងហ្នឹងគឺត្រូវបន្ទាប់ពីញ៉ាំអីហើយ fly វារៀងហត់ដែរអញ្ចឹងខ្ញុំក៏មកកន្លែងគេងសិនដើម្បីរៀបចំខ្លួនដើរលេងនៅពេលយប់ខ្ញុំនឹងដាក់ឈ្មោះកន្លែងគេងនៅលើហ្នឹងឲ្យអ្នកទាំងអស់គ្នាមើលដោយសារបើណាគេស្រឡាញ់បែបគេងមើល view ឃើញទីក្រុងអីមកកន្លែងហ្នឹងត្រូវឲ្យគ្រាន់តែបន្ទប់វារៀងទូចបន្តិចពេលដែលយើងដល់ម៉ោង check out ចេញប៉ុន្តែយើងនៅសល់ពេលអត់ទាន់ fly ទៅវិញយើងអាចផ្ញើវ៉ាលីនៅនឹងបានមិនចាំបាច់ដាក់អូវ៉ាលីញ៉ៃអីទេហើយនេះជា outfit ដែលខ្ញុំត្រូវដើរលេងយប់ហ្នឹងអូខេខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលទេសភាពទីក្រុងនៅពេលយប់វិញម្ដងគោលបំណងយប់ហ្នឹងគឺខ្ញុំទៅ Times Square ហើយខ្ញុំក៏បន្តដើរទៅរកញ៉ាំអីចិត្តហ្នឹងដូចជាហាងកាហ្វេឬមួយក៏ហាង cake ដែលគេល្បីនៅម្ដងហើយវាចែកដល់ពេលដែលមេឃភ្លៀងទៀតហ្នឹងណាប៉ុន្តែខ្ញុំក៏បានដើរថតរូបម្ដុំហ្នឹងពី3ស្លឹកជាមួយនឹងមេឃភ្លៀងបែបរ៉ូមែនទិកអីចឹងណាដោយសារពេលហ្នឹងពួកវាមួយការដើរលេងអញ្ចឹងអត់បានសូវថតវីដេអូដាក់ក្នុង vlog មកទេតែយើងនឹងមាន part 2 មកតង់ទៀតអរគុណដែលបានទស្សនាវីដេអូហ្នឹង Thank you